Hello, so đây và ngày nay đá nhắm chân mà chun qua miền pi form TDAC và chân qua miền confirm trên ba ca vì khangประเทศไทยได้มาดองคือจะปีngày muối ខែឧសភានេះតទៅគឺថ្ងៃ1ខែ5នេះតទៅសម្រាប់ភ្ញៀវទេសចរដែលមិនមែនជាជនជាតិថៃបាទជាជនបរទេសបករួមទាំងជាជនខ្មែរយើងផងដែរបើសិនជាបងប្អូនគាត់មានគម្រោងចង់ចេញទៅចង់ចូលទៅក្នុងប្រទេសថៃមិនថាយើងចូលតាមផ្លូវទឹកឬផ្លូវគោកឬក៏ផ្លូវអាកាសទេគឺយើងត្រូវតែបំពេញនៅ form TDAC បាទមុនក្នុងរយៈពេល3ថ្ងៃមុនបាទអញ្ចឹងform TDAC នេះដែរគឺមកពីពាក្យថា Thailand Digital Arrival Card បាទអញ្ចឹងអានេះវាគ្រាន់តែជា Arrival Card ទេគ្រាន់តែគេអាប់ដេតមកបំពេញឲ្យភ្ញៀវទេសចរហ្នឹងបំពេញនៅលើ online ដែលកន្លងមកពីមុនគាត់ក៏ធ្លាប់ឲ្យយើងបំពេញដែរបងប្អូនប្រហែលជាទៅថៃប្រហែលកាលពីមួយរយៈមុនរៀងយូរដែរហើយពី3ឆ្នាំមុនគឺគាត់ឲ្យយើងពេញជាលក្ខណៈ form មួយក្រាស់ពណ៌សបាទអញ្ចឹងយើងពេញ form arrival card ជាទូទៅយើងពេញទៅតាមតូនដែរឬក៏ទៅតាមពលានយន្តហោះហើយយើងយកទៅឲ្យខាងពលានអន្តរប្រវេសគាត់ពិនិត្យមើលតែដល់ឡែកចាប់ពីថ្ងៃ1ខែឧសភានឹងទៅគឺខាងប្រទេសថៃគាត់តម្រូវឲ្យយើងហ្នឹងយកទៅចោលទាំងអស់គឺត្រូវ submit ព័ត៌មានរបស់យើង form នឹងមុន3ថ្ងៃបាទមុនពេលយើងទៅដល់ប្រទេសថៃហ្នឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ចូលទៅលេងប្រទេសថៃចាប់ពីថ្ងៃ1ខែ5ហ្នឹងទៅសូមចូលទៅមើល link ដែលខ្ញុំដាក់ឲ្យហ្នឹងបងប្អូនអាចបំពេញតាមហ្នឹងទៅហើយព័ត៌មានដែលយើងត្រូវការបំពេញវាអត់ស្មុគស្មាញមែនទេគ្រាន់តែជាព័ត៌មានផ្ទាល់ខ្លួនរបស់យើងទេបាទអញ្ចឹងបើសិនជាមានចង្អល់អីអាចសួរខ្ញុំបានអូខេអរគុណច្រើន